មកទាំងអស់គ្នាប្រហែលជាមិនធ្លាប់ជៀនចាបបោឲ្យកូនញ៉ាំទេចាហើយថ្ងៃនេះគឺនឹងខ្ញុំមកបង្ហាញពីរបៀបធ្វើហើយនេះគឺជាបបោដែលខ្ញុំបានបង្កចាខ្ញុំយកវាទៅរំលាយជាមួយនឹងទឹកស៊ុបម្ដុំចាហើយខ្ញុំដាក់វាចូលទៅក្នុង microwave នោះចា600 វ៉ាត់រយៈពេល3នាទីកន្លះចានៅពេលដែលវារលាយហើយចាគឺខ្ញុំដាក់ជាមួយនឹងម្សៅឆាចំនួន2ស្លាបព្រាកាហ្វេចារួចហើយយើងកូរវាឲ្យសព្វទៅចាហើយមុនហ្នឹងគឺខ្ញុំបានរំលាយជាមួយនឹងចាស្ពៃចង្កឹះចំនួន2ដុំដែរចាប្រហែលជា30ក្រាមចាបន្ទាប់មកខ្ញុំចាក់វាចូលគ្នាហើយខ្ញុំកូរវាឲ្យសព្វចាបន្ទាប់មកគឺយើងយកវាទៅចៀនលើខ្ទះឆាបងប្អូនចាយើងដួសវាមួយសភាបាយចាដាក់វាជៀនអញ្ចឹងទៅយើងគ្របវាមួយសន្ទុះចាបន្ទាប់មកចាំយើងដាក់ប្រេងតាមក្រោយចាខ្ញុំប្រើប្រេងអូលីវតែបន្តិចទេចាគ្រាន់តែវាឲ្យវារៀងក្រៀមអញ្ចឹងណាចាបន្ទាប់មកយើងមករោយជាមួយនឹងចាខាត់ស៊ឺអូចាគឺសាច់ត្រីចាដែលគេដាក់នៅលើតាកូយ៉ាគីចាគឺខ្ញុំរោយវាបន្តិចហើយម្ហូបនេះគឺសម្រាប់ឲ្យអូនសម្រាប់កាន់ញ៉ាំចាពីអាយុ7 8ខែហ្នឹងចាឲ្យចាប់ផ្ដើមឲ្យគាត់កាន់ញ៉ាំបានហើយបងប្អូនចាហើយនេះគឺជាអាហារបន្ថែមរបស់គាត់ចាមានដូចជាចាដលងប្រាំងស្ងោរចាឆៃថាវប្រូកូលីហើយស៊ុបប៉េងប៉ោះចាយូហ្គតហើយនឹងចាបបរចៀនរបស់យើងហ្នឹង